ដល់ពេលខ្ញុំមករៀន cash flow ហើយម៉ែអើយបានដឹងថាលៀងខួរខ្លួនឯងនៅក្នុងនឹងថាវាជាបំណុលសុទ្ធសាធដែលខ្ញុំខំប្រឹងរកហើយយកមកដោះបំណុលហើយខ្ញុំតែងតែចេញមកលោកគ្រូថាខ្ញុំសល់ដីសល់ផ្ទះតាហើយនឹងមិនទ្រាំខ្ញុំតែតាមពិតចានាងខ្ញុំឈ្មោះលក្ខណៈគឺជាគ្រូម្ដងម្ដាលឯកទេសផ្នែកសាឡនហើយក៏ជាម្ចាស់ហាងសាឡនហើយថ្ងៃនេះគឺឡើងមកចែករំលែកអំពី cash flow ដែលខ្ញុំជំហានដំបូងនៃខ្ញុំចូលរៀនហ្នឹងខ្ញុំអត់ដឹងថា cash flow ហ្នឹងជាស្អីឲ្យពិតប្រាកដទេដំបូងឡើយខ្ញុំសួរគ្រូសាខ្ញុំថា cash flow ហ្នឹងយ៉ាងម៉េចទៅរៀនខ្លួនឯងតែខ្ញុំក៏ដេញខ្ញុំអញ្ចឹងហើយគាត់ថាសម្រាប់ចិត្តច្បាស់នៅមករៀន cash flow ហ្នឹងប្រយ័ត្នលេងតម្លាក់លេខលាក់ទីតាំងណាដល់ពេលខ្ញុំលឺអញ្ចឹងទៅខ្ញុំថាអូខេខ្ញុំទៅរៀននៅពេលដែលខ្ញុំមករៀនគឺវាច្បាស់តាំងពីលើកទី1ក្នុងរូបភាពមួយដែលខ្ញុំយល់ច្រឡំខ្លួនឯងតាំងពីដើមមកថាការដែលខ្ញុំខ្ចីបំណុលមកទិញផ្ទះទិញដីវាជាទ្រព្យចាព្រោះខ្ញុំគិតថាចេះខ្ញុំជពាក់បំណុលធនាគារប៉ុន្តែខ្ញុំមានខ្ញុំសល់ផ្ទះខ្ញុំសល់ដីខ្ញុំគិតអញ្ចឹងណាប៉ុន្តែដល់ពេលខ្ញុំមករៀន cash flow ហើយម៉ែអើយបានដឹងថាលៀងខួរខ្លួនឯងនៅក្នុងនឹងថាវាជាបំណុលសុទ្ធសាធដែលខ្ញុំខំប្រឹងរកហើយយកមកដោះបំណុលហើយខ្ញុំតែងតែចេញមកលោកគ្រូថាខ្ញុំសល់ដីសល់ផ្ទះតាហើយនឹងមិនទ្រាំខ្ញុំតែតាមពិតខ្ញុំខំប្រឹងរកយកមកបង់បំណុលចាអញ្ចឹងអ្វីដែលខ្ញុំមករៀន cash flow ម្ដងហើយម្ដងទៀតគឺខ្ញុំចង់ឲ្យខ្លួនឯងរួចពីបំណុលយ៉ាងពិតប្រាកដពីព្រោះឥឡូវខ្ញុំនៅជាពាក់បំណុលទោះបីខ្ញុំរៀន cash flow ច្រើនដងមួយលោកគ្រូមែនប៉ុន្តែបំណុលខ្ញុំមានតាំងពីមិនទាន់រៀន cash flow អញ្ចឹងគឺខ្ញុំរៀនម្ដងហើយម្ដងទៀតហើយខ្ញុំនិយាយជាមួយនឹងគ្រូសាខ្ញុំក៏ដូចជាជាមួយនឹងក្រុមការងាររបស់លោកគ្រូថាខ្ញុំរៀន cash flow ឲ្យបាន10ដង20ដងមិនមែនម្ដង2ដង3ដងនេះទេចាអញ្ចឹងពីព្រោះខ្ញុំចង់ឲ្យខ្លួនឯងដោះខ្លួនចេញពីបំណុលហើយច្បាស់នៅខ្លួនឯងថាខ្លួនឯងពិតជាយល់ពីសេរីភាពហិរញ្ញវត្ថុយ៉ាងពិតប្រាកដព្រោះពីមុនយើងគិតថាយើងរកលុយបានអត់អីយើងមានសមត្ថភាពដោះធនាគារមានសមត្ថភាពបង់លុយឲ្យធនាគារហើយយើងសល់លុយសល់ផ្ទះសល់ដីអីអញ្ចឹងទៅប៉ុន្តែពេលខ្លះខ្លួនឯងពិតជាហត់ពីព្រោះអីខំប្រឹងគ្រប់គ្រងបំណុលដើម្បីកុំឲ្យអាម៉ាស់មុខចាអញ្ចឹងគឺហត់មែនតែនហើយខ្ញុំអត់មានសេរីភាពក្នុងការដែលខ្ញុំចង់ធ្វើអីមួយដូចជាឥឡូវដោយលោកគ្រូមានប្រសាសន៍ពីព្រឹកមិញបានន័យថាការចូលរួមជាមួយនឹងគ្រួសារឲ្យមានសេរីភាពចង់ដើរទៅណេះទៅណោះអីគឺយើងពិតជាលៃពេលវេលាហើយយើងពិតជាបុកដកគុណចែកខ្លាំងមែនតែនដោយសារយើងមានបំណុលចុះអ្វីដែលជាគោលដៅរបស់ខ្ញុំចង់ចែកម្លែកថ្ងៃនេះគឺការមករៀន cash flow ម្ដងហើយម្ដងទៀតរបស់ខ្ញុំគឺខ្ញុំពិតជាស្រឡាញ់ជាមួយនឹងជំនាញនេះខ្លាំងហើយខ្ញុំបានលៀងខួរខ្លួនឯងបានច្រើនមែនតែនជាមួយនឹងការដែលបង្កើតបំណុលហ្នឹងគឺខ្ញុំលែងចង់ហ្មងខ្ញុំលែងហ៊ានហ្មងពីមុនគ្រូសាខ្ញុំគាត់ថាចេះបើចង់ឲ្យរួចខ្លួនពីបំណុលលុះត្រាតែយើងហ៊ានចាប់ផ្ដើមពីចំណុច0ឡើងវិញឧទាហរណ៍ថាយើងមានផ្ទះយើងហ៊ានលក់ផ្ទះដើម្បីដោះបំណុលឲ្យអស់អាហ្នឹងគ្រូសាខ្ញុំតែខ្ញុំអត់ទេខ្ញុំអត់ព្រមទេខ្ញុំថាអត់ទេខ្មាស់គេប៉ុន្តែឥឡូវអត់ទេខ្ញុំរៀន cash flow ម្ដងហើយម្ដងទៀតតាំងពីខ្ញុំនេះបើគុំស្ថានភាពសេដ្ឋកិច្ចចេះលក់ផ្ទះចេះខ្ញុំលក់ខ្ទេចលក់ដើម្បីដោះបំណុលវិញខ្ញុំឲ្យខ្លួនឯងស្រួលខ្លួនហើយចាប់ដើមពីចំណុច0មកគឺខ្ញុំស្រួលខ្លួនវិញខ្ញុំហ៊ាននិយាយថា passive income ហ្នឹងពីដើមមកខ្ញុំអត់ដែលដឹងថាវាជាស្អីខ្ញុំអត់ដឹងណាដល់អញ្ចឹងទៅនៅពេលដែលខ្ញុំមករៀនមួយលោកគ្រូបានខ្ញុំយល់ពី passive income ខ្ញុំមានផ្ទះ2 3កន្លែងខ្ញុំអត់ជួលទេខ្ញុំខ្លាចខូចផ្ទះខ្ញុំខ្លាចអត់ស្អាតខ្លាចផ្ទះខ្ញុំខ្ទេចទីដល់ពេលខ្ញុំមករៀនមួយលោកគ្រូខ្ញុំយល់ពី passive income ថាវាមកពីអាហ្នឹងខ្ញុំដាក់ជួលខ្ទេចអញ្ចឹងអានេះវាជាចំណេះដឹងដែលខ្ញុំទទួលបានពី cash flow គឺ passive income ហ្នឹងឥឡូវខ្ញុំដើរទិញតែ passive income ចាអរគុណច្រើនអរគុណច្រើនតើអ្នកឆ្ងល់ទេហេតុអ្វីអ្នកមានចំណេះដឹងពីការអានសៀវភៅឬត្រឹមទ្រឹស្ដីមិនអាចវិនិយោគបានការកសាងទ្រព្យមិនមែនកើតឡើងដោយការអានសៀវភៅឬស្ដាប់តែទ្រឹស្ដីប៉ុណ្ណោះទេវាកើតឡើងពីការរៀនអនុវត្តការសម្រេចចិត្តដ៏ត្រឹមត្រូវដងហើយម្ដងទៀតដំណឹងល្អអ្នកអាចជួបសិក្សាផ្ទាល់ជាមួយលោកខំពិសិដ្ឋនៅក្នុងកម្មវិធី Cash Flow Program ដែលអ្នកនឹងស្វែងយល់ពីសេដ្ឋកិច្ចសកលអភិវឌ្ឍផ្នត់គំនិតអ្នកមានរៀនពីរបៀបដែលអ្នកមានកសាងទ្រព្យអនុវត្តវិនិយោគសាកល្បងដើម្បីបង្កើនជំនាញវិភាគនិងការសម្រេចចិត្តលើពីនេះទៀតអ្នកនឹងបានជួបនឹងរាប់អានអ្នកវិនិយោគជាច្រើនដែលចូលចិត្តសិក្សារៀនសូត្រនិងជួយគ្នាទៅវិញទៅមកដើម្បីចូលឈ្មោះចូលរួមនៅក្នុងកម្មវិធីនេះសូមទំនាក់ទំនងមកក្រុមការងាររបស់យើងឥឡូវនេះឬផ្ដល់ជាលេខទូរស័ព្ទរបស់អ្នកនៅក្នុង comment ឬ inbox ដើម្បីឲ្យក្រុមការងារទំនាក់ទំនងនិងផ្ដល់ព័ត៌មានលម្អិតជូន